មានបងស្រីម្នាក់គាត់ខមមិនថាគាត់ឲ្យវីតាមីន C អាប៉ាទីនេះឲ្យកូនមកគាត់ញ៉ាំជារៀងរាល់ថ្ងៃបើតាមខ្ញុំចាំបងស្រីគាត់ទិញ2លើកហើយ6 10ប្រអប់លើកទី1គាត់ទិញ6ប្រអប់គាត់យកទៅដល់ព្រាមគាត់ថាកូនក្មួយហើយនឹងកូនរបស់គាត់ញ៉ាំអស់ហើយអត់គ្រប់ទេអញ្ចឹងកំងក្រោយ10ប្រអប់ទៀតហើយសម្រាប់វីតាមីន C អាប៉ាទីនេះមិនមែនតែបងស្រីញ៉ាំទេសូម្បីតែខ្ញុំក៏ដាក់ទៅសាលារាល់ថ្ងៃឲ្យកូនដែរព្រោះដោយសារខ្ញុំអត់ឲ្យកូនគាត់ទៅចាយលុយនៅសាលាខ្ញុំចង់គ្រប់គ្រងទៅលើការញ៉ាំរបស់គាត់ដើម្បីជៀសវាងហានិភ័យទៅលើសុខភាពរបស់គាត់ព្រោះយើងដឹងហើយថារបស់នៅសាលាមិនដឹងថាគាត់មានញ៉ាំអីខ្លះទេអញ្ចឹងចង់អីយប់ឡើងគឺខ្ញុំត្រូវរៀបចំនៅនំហើយជាមួយនឹងវីតាមីន C អាប៉ាទីនេះឲ្យគាត់ទេហើយសម្រាប់វីតាមីន C អាប៉ាទីនេះបងប្អូនទាំងអស់គ្នាមិនមែនមានតែវីតាមីន C ណាគឺមានទាំងកសិអាហារជួយដល់ការរំលាយអាហារហើយមាននៅកាល់ស្យូមជួយដល់ការលូតលាស់ហើយវីតាមីន C ហ្នឹងគឺជួយបង្រឹងដល់ប្រព័ន្ធការពាររាងកាយនឹងតែម្ដងហើយហេតុអីបានជាក្មេងគាត់ចូលចិត្តញ៉ាំនៅវីតាមីន C អាប៉ាទីដោយសារតែវីតាមីន C អាប៉ាទីនេះពេលដែលក្មេងគាត់ញ៉ាំទៅគឺគាត់អត់មានអារម្មណ៍ថាស្វិតទេពេលដែលយើងទៅពីតែបន្តិចទៅចំហួយរបស់គេនឹងបែកបានយ៉ាងលឿនហ្មងពីព្រោះថាវាផ្សំចេញមកពីពេជ្រទីនតែចម្រាញ់ចេញមកពីផ្លែឈើអីអញ្ចឹងក្មេងៗគាត់មានអារម្មណ៍ថាស្វិតគាត់ចង់ញ៉ាំហើយញ៉ាំទៀតហើយអញ្ចឹងវីតាមីន C អាប៉ាទីនេះញ៉ាំបានចាប់ពីក្មេងអាយុ4ឆ្នាំឡើងទៅដូច្នេះកុំភ្លេចធ្វើការជ្រើសរើសនៅវីតាមីន C អាប៉ាទីដើម្បីជួយឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងរឹងមាំជួយដល់ការរំលាយអាហារហើយជួយទៅដល់ការលូតលាស់ផងដែរ